ប្រពន្ធម្នាក់ស្រាប់តែថើបប្តីរបស់នាងនៅតូអាហារនាងចង់ប្រើឱកាសនេះដើម្បីមើលប្រតិកម្មមិត្តល្អរបស់នាងដើម្បីរកឲ្យឃើញថាអ្នកណាជាអ្នកលួចតាក់ទងប្តីរបស់នាងមុននេះពេលកំពុងយកភេសជ្ជៈពីទូទឹកកកនាងទទួលបានសារដែលមិននឹកស្មានដល់វាថាប្តីរបស់នាងកំពុងផិតក្បត់ហើយស្រីកំណានកំពុងអង្គុយនៅទៅនោះតែម្ដងប្រពន្ធសម្លឹងមើលមិត្តភក្តិជិតស្និទ្ធតាំងពីកុមារភាពទាំង3នាក់ដោយភាពតក់ស្លុតនឹងប្តីរបស់នាងដែលតែងតែស្មោះត្រង់នឹងនាងគិតថាមាននរណាម្នាក់កំពុងលេងសើចដាក់នាងប៉ុន្តែដើម្បីស្វែងរកការពិតនាងបានថាប្តីរបស់នាងនៅចំពោះមុខអ្នកទាំង3នាងចង់ចាប់ថាតើមានការប្រែប្រួលទឹកមុខរបស់មិត្តភក្តិនាងឬអត់ប៉ុន្តែបន្ទាប់ពីសង្កេតយ៉ាងជិតស្និទ្ធនាងមិនឃើញមានអ្វីខុសប្លែកទេខណៈពេលដែលនាងចាក់ចេញពីទៅដោយភាពច្របូកច្របល់នាងមិនបានឃើញមិត្តម្នាក់លួចវាសជើងទៅរកប្តីរបស់នាងនៅក្រោមទៅនោះទេប៉ុន្មានថ្ងៃបន្ទាប់មកប្រពន្ធនៅតែមិនអាចឈប់គិតពីរឿងនេះបានយប់ជ្រៅមួយខណៈពេលប្តីកំពុងដេកលក់នាងបានហៅទៅលេខទូរស័ព្ទដែលផ្ញើសារមកប៉ុន្តែវាប្រាប់ថាលេខនេះមិនមានទេនាងគិតថាប្រហែលជាមានគេលេងសើចនឹងនាងហើយរហូតដល់ថ្ងៃបន្ទាប់នាងមកដល់ផ្ទះឃើញប្តីកំពុងងូតទឹកដូច្នេះនាងក៏យកទូរស័ព្ទគាត់មកឆែកមើលសារប៉ុន្តែរាល់លេខសម្ងាត់ដែលនាងសាកល្បងគឺខុសទាំងអស់នេះធ្វើឲ្យនាងកាន់តែប្រកាសថាមានអ្វីមិនប្រក្រតីដើម្បីកុំឲ្យគាត់ដឹងខ្លួននាងបំរុងនឹងដាក់ទូរស័ព្ទចុះវិញប៉ុន្តែនាងស្រាប់តែឃើញចិញ្ចៀននៅលើតុដែលមានឆ្លាក់លេខ5មួយខ្ទង់នាងសាកល្បងវាជាលេខសម្ងាត់ទូរស័ព្ទក៏ដោះសោបានហើយនាងបានឃើញស្ត្រីដែលប្តីរបស់នាងកំពុងជែកជាមួយសារទាំងនោះពោពេញទៅដោយការឆ្លើយឆ្លងស្នេហារវាងគាត់និងស្រីស្នេហ៍ឃើញបែបនេះនាងក៏ទប់អារម្មណ៍លែងជាប់ទឹកភ្នែកហូរចុះមកលើមុខនាងដោយមិនអាចគ្រប់គ្រងបានពេលនោះប្តីរបស់នាងហៀបនឹងចេញពីបន្ទប់ទឹកនាងចង់ទាមទារលេងលះភ្លាមនៅពេលនោះប៉ុន្តែស្រីកំណានបានផ្ញើសារមកដោយសុំឲ្យគាត់ជួបគ្នានៅសន្តាគារយប់នេះដើម្បីស្វែងរកថាតើស្ត្រីម្នាក់ណាដែលលួចប្តីរបស់នាងសម្រេចចិត្តធ្វើមិនដឹងមនុស្សហើយលួចតាមដានគាត់ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលគាត់មិនមានគម្រោងចេញទៅក្រៅសោះផ្ទុយទៅវិញគាត់បានរៀបចំអាហារពេលល្ងាចក្រោមពន្លឺទៀនដ៏រ៉ូមែនទិកពេលនាងលើកកែវស្រានាងសម្គាល់ឃើញម្សៅពណ៌ស្នៅខាងក្នុងច្បាស់ណាស់ប្តីរបស់នាងបានដាក់ថ្នាំក្នុងនោះប៉ុន្តែនាងបានផឹកវាដោយមិនស្ទាក់ស្ទើរបន្ទាប់មកនាងសុំទៅបន្ទប់ទឹកហើយក្អួតវាចេញមកវិញទាំងអស់ពេលត្រឡប់មកទៅវិញនាងធ្វើពុតជាត្រូវថ្នាំសន្លប់ប្តីរបស់នាងបានបីនាងទៅបន្ទប់គេងហើយដាក់នាងឲ្យគេងបន្ទាប់មកគាត់ប្រញាប់ចេញទៅជួបស្រីកំណានប្រពន្ធបានលួចតាមពីក្រោយយ៉ាងជិតនាងឃើញគាត់ដើរចូលទៅក្នុងសន្តាគារយ៉ាងជឿជាក់ពេលទ្វារបើកបេះដូងនាងប្រេះបែកជាចំណែកនៅក្នុងដៃប្តីរបស់នាងគឺជាមិត្តល្អបំផុតរបស់នាងដែលនាងចាត់ទុកដូចជាបងប្អូននាងចង់ចូលទៅចាប់ពួកគេឲ្យបានជាក់ស្ដែងប៉ុន្តែនាងមិនព្រមឲ្យជនក្បត់ទាំងនេះរួចខ្លួនដោយនេះទេដូច្នេះនាងចុះទៅខាងក្រោមហើយហៅប៉ូលីសដោយរាយការណ៍ថាបន្ទប់នោះសង្ស័យមានសកម្មភាពខុសច្បាប់មិនយូរប៉ុន្មានប៉ូលីសបាននាំប្តីរបស់នាងនិងមិត្តរបស់នាងឈ្មោះអេណាចេញមកប្រពន្ធប្រញាប់ថតរូបពួកគេពេលកំពុងត្រូវបាននាំខ្លួនចេញទៅដោយសារអ្នកទាំងពីរជាបុគ្គលសាធារណៈរឿងអាស្រូវនេះនឹងបំផ្លាញអាជីពរបស់ពួកគេដូច្នេះបរិសុទ្ធនោះបានពន្យល់ប៉ូលីសថាវាគ្រាន់តែជាការផឹកក្បត់ប៉ុណ្ណោះហើយទីបំផុតពួកគេត្រូវបានដោះលែងក្នុងពេលនោះប្រពន្ធបានទៅក្រុមហ៊ុនច្បាប់ដើម្បីដាក់ពាក្យលែងលះប៉ុន្តែមេធាវីនិយាយថាការលែងលះឥឡូវនេះនឹងធ្វើឲ្យនាងខាតបង់ធ្ងន់ធ្ងរព្រោះចំណូលទាំងអស់ប៉ុន្មានឆ្នាំមកនេះបានមកពីការសរសេរភាពយន្តរបស់នាងប្តីរបស់នាងស្ទើរតែរកចំណូលមិនបានសោះទ្រព្យសម្បត្តិរួមរបស់ពួកគេតាមពិតគឺជាប្រាក់ចំណូលរបស់នាងទាំងអស់ការលែងលះឥឡូវនេះស្មើនឹងប្រគល់ទ្រព្យសម្បត្តិឲ្យគាត់ទេមេធាវីបានរៀបចំផែនការសុវត្ថិភាពយ៉ាងរហ័សដើម្បីទេទ្រព្យសម្បត្តិរបស់នាងពេលប្តីមកដល់ផ្ទះពីប៉ុស្តិ៍ប៉ូលីសនាងធ្វើពុតជាដេកលក់ដោយនៅមានអារម្មណ៍គាត់ព្យាយាមចូលចិត្តនាងប៉ុន្តែនាងប្រែខ្លួនហើយវាចំមុខគាត់ធ្វើឲ្យដាច់អារម្មណ៍ភ្លាមប្រពន្ធនៅតែរំលឹកខ្លួនឯងថានាងនឹងធ្វើឲ្យបុរសម្នាក់នេះសឹងនៅអ្វីដែលគាត់ជំពាក់នាងទ្វេដងថ្ងៃបន្ទាប់នាងចាប់ផ្ដើមការសងសឹកជាផ្លូវការនាងបានអញ្ជើញអេណាមកសម្ដែងសាកល្បងសម្រាប់រឿងភាគថ្មីរបស់នាងតារាសម្ដែងដែលគ្មានឈ្មោះល្បីដូចអេណារំភើបចិត្តយ៉ាងខ្លាំងពេលលើថានាងបានសម្ដែងសាកល្បងតួឯកប៉ុន្តែនាងមិននឹកស្មានថាប្រពន្ធនោះតែកំភ្លៀងនាងជាច្រើនដៃគ្លៀងនោះទេបន្ទាប់មកប្រពន្ធធ្វើពុតជាបញ្យល់ថាអត្ថបទរឿងមានឈុតដែលប្រពន្ធតែកំភ្លៀងស្រីកំណាននាងគ្រាន់តែជួយឲ្យនាងចូលទូប៉ុណ្ណោះអេណាគ្មានជំរឿអ្វីក្រៅពីទ្រាំហើយបន្តការសម្ដែងដូច្នេះប្រពន្ធបានទាំងនាងរាប់សិបដងទៀតហើយទីបំផុតបានបញ្ចេញកំហឹងរបស់នាងចុងក្រោយនាងសរសើរអារម្មណ៍របស់អេណាហើយឲ្យនាងធ្វើជាតួឯកពេលទទួលបានតំណែងនេះអេណាក្លាយជាមនុស្សក្រអឹកក្រទមជាពិសេសដោយសារតួឯកប្រុសគឺជាប្តីរបស់ប្រពន្ធនោះក្នុងអំឡុងពេលផ្សព្វផ្សាយអ្នកទាំងពីរបានបង្ហាញក្តីស្រឡាញ់របស់ពួកគេដោយបាត់ចំខណៈពេលដែលពួកគេកំពុងសប្បាយនឹងស្នេហាលួចលាក់ប្រពន្ធបានតាក់ទងទៅសារព័ត៌មានរួចហើយដោយបង្ហាញថានាងមានភស្តុតាងនៃការក្បត់របស់ពួកគេទោះទៅចំណាយប៉ុន្មានក៏ដោយនាងនឹងធ្វើឲ្យរឿងនេះល្បីសរសៃមិនយូរប៉ុន្មានរូបថតមិនច្បាស់របស់ពួកគេដែលត្រូវប៉ូលីសចាប់ខ្លួនបានសាយពីលើអ៊ីនធឺណិតទោះបីជាមុខរបស់ពួកគេត្រូវបានបិទបាំងក៏ដោយក៏វានៅតែបង្កជាព័ត៌មានមុនពេលពួកគេអាចដកដង្ហើមបានធូរស្រាលលេខមិនស្គាល់មួយបានផ្ញើរូបថតច្បាស់ដែលមិនបិទបាំងមុខឲ្យពួកគេហើយទាមទារប្រាក់យ៉ាងច្រើនដើម្បីបិទមាត់ពួកគេទាមទារ$5 លានដែលធ្វើឲ្យអ្នកទាំងពីរភ័យស្លន់ស្លោជាខ្លាំងប្តីគ្មានលុយទេហើយអេណាកំពុងជាប់បំណុលវ៉ាន់នោះគ្មាននរណាម្នាក់ក្នុងចំណោមពួកគេមានលទ្ធភាពបង់ប្រាក់ទេដោយអស់សង្ឃឹមប្តីបានទៅផ្ទះដើម្បីសុំលុយប្រពន្ធដោយកុហកថាជើហ្វាយចង់ឲ្យគាត់វិនិយោគលើគម្រោងមួយប្រពន្ធធ្វើពុតជាជឿគាត់ហើយបានផ្ទេរប្រាក់$5 លានឲ្យបន្ទាប់ពីទទួលបានលុយអេណាបានស្នើកុំឲ្យប្រគល់លុយទាំងអស់ក្នុងពេលតែមួយផ្ញើ$50,000សិនដើម្បីសាកល្បងពួកគេព្រោះនៅពេលដែលពួកគេយកលុយនាងអាចរាយការណ៍ពីបឹកកំហែងយកប្រាក់និងថែមទាំងអាចយករូបថតមកវិញទៀតផងប៉ុន្តែប្រពន្ធបានដឹងពីផែនការរបស់ពួកគេរួចទៅហើយនាងទាមទារតែសាច់ប្រាក់ប៉ុណ្ណោះហើយប្រាប់ឲ្យពួកគេយកវាទៅដាក់ក្នុងធុងសម្រាមនៅស្ថានីយ៍រថភ្លើងក្រោមដីក្នុងរយៈពេល2 ម៉ោងប្តីមិនហ៊ានប្រកែកហើយធ្វើតាមការណែនាំគាត់បានបោះកាបូបដែលពោពេញដោយលុយចូលទៅក្នុងធុងសម្រាមមិនយូរប៉ុន្មានអ្នកបោះសម្អាតម្នាក់បានឃើញកាបូបនោះពេលកំពុងសម្អាតបុរសនោះគិតថានាងជាអ្នកជំរិតទារប្រាក់ហើយបានខាត់នាងប៉ុន្តែនៅពេលដែលគាត់បើកកាបូបគាត់បានគំលុយ$5 លានបានប្រែទៅជាក្រដាសទេមួយគំនរ